សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកលេង Minecraft ទាំងអស់គ្នាថ្ងៃហ្នឹងយើងត្រូវមានឆលេងខ្លួនឯងគឺត្រូវឆលេងទី1គឺវាផ្ទះនៅចិត្តផ្ទះអ្នកភូមិនិងដាំដំណាំចិញ្ចឹមសត្វ Minecraft ជាដំបូងយើងចូលមកកាប់ឈើបន្ទាប់ពីកាប់ឈើរួចយើងផលិត pickaxe និងផលិតពូថៅរួចយើងទៅដើររកថ្មដើម្បីជីកធ្វើអាវុធផ្សេងទៀតរួចយើងជីកថ្មបន្ទាប់ពីយើងជីកថ្មរួចយើងក៏ឡើងទៅលើវិញដើម្បីដើររក villagerបន្ទាប់ពីយើងឡើងមកដល់លើវិញហើយយើងក៏ទៅកាប់ជាមដើម្បីធ្វើគ្រែដើម្បីដេកកាប់ជាមរួចយើងក៏ទៅរក villager ដូចធម្មតាក្រោយពីយើងដើររក villager អស់មួយសន្ទុះហើយយើងក៏ឈប់ផលិត pickaxe និងពូថៅផលិត pickaxe និងពូថៅរួចយើងក៏ទៅដើររក villager ដូចជាធម្មតាខ្ញុំកំពុងដើរសុកក៏ឃើញ villager ក៏សប្បាយចិត្តរួចខ្ញុំដើរទៅរក villager ដើម្បីលួចអាវ៉ាន់ខ្ញុំរួចចូលក្នុងផ្ទះមួយនេះដើម្បីកាប់គ្រែនិងយកអាវ៉ាន់ពីអ្នកភូមិបើកឆេះមកឃើញ emerald 2 apple និងដំឡូងក្រោយពីខ្ញុំទៅលួចផ្ទះមួយនោះរួចខ្ញុំក៏មករកផ្ទះមួយនេះក៏អត់ឃើញឆេះទេក៏ទៅផ្ទះមួយទៀតឃើញឆេះបើកមកឃើញនំប៉័ងនិងអាវក្រោះមួយនិង emerald រួចវីដេអូយើងក៏ចប់ត្រឹមនេះយើងចាំមើលវគ្គ 2 ទាំងអស់គ្នាជួយ like និង comment ឲ្យផង